បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺជាវីដេអូទី3ដែលយើងបន្តពីវីដេអូមុនដែលសិក្សាអំពីគួយ CM សម្រាប់ត្រៀមប្រឡងចូលក្រសួងឬស្ថាប័ននានាត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលដែលអ្នកទាំងអស់គ្នាស្គាល់ថាជាសាលាអឺរ៉ាបាទអញ្ចឹងវីដេអូមុនយើងសិក្សាដល់សំណួរទី20វីដេអូនេះគឺជាវីដេអូទី3យើងនឹងបន្តសិក្សាបន្តទៀតចាប់ពីសំណួរទី21បាទតោះអញ្ចឹងសំណួរទី21គឺសួរថាតើបត្រៃបិដកក្នុងព្រះពុទ្ធសាសនាមានពធចំនួនប្រមាណធម្មខណ្ឌបាទក80000ធម្មខណ្ឌខ82000ធម្មខណ្ឌក83000ធម្មខណ្ឌនិងខ84000ធម្មខណ្ឌបាទចំណុចដែលត្រឹមត្រូវគឺ84000ធម្មខណ្ឌចំណុចខចូលដល់សំណួរទី22តើទន្លេមេគង្គហូរកាត់ប្រទេសណាខ្លះចឹងក៏មានចិនភូមាឡាវថៃកម្ពុជាវៀតណាមខមានចិនម៉ាឡេស៊ីឡាវថៃកម្ពុជាវៀតណាមកចិនម៉ុងហ្គូលីភូមាឡាវថៃកម្ពុជាវៀតណាមខឡាវថៃកម្ពុជាវៀតណាមបាទអញ្ចឹងចំណុចដែលត្រឹមត្រូវគឺចម្លើយកដែលមានចិនភូមាឡាវថៃកម្ពុជាវៀតណាមចូលដល់សំណួរទី23តើតំណាងរាស្ត្ររដ្ឋសភានីតិកាលទី5របស់កម្ពុជាមានចំនួនប្រមាណរូបក120រូបខ123រូបក125រូបនិងខមិនមានចំណុចសំត្រូវបាទចំណុចដែលត្រឹមត្រូវគឺចំណុចខ123រូបសំណួរទី24តើនៅឆ្នាំ2015ភ្ញៀវបរទេសដែលមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេគឺជនជាតិអ្វីមានកវៀតណាមខចិនកកូរ៉េនិងខអាមេរិកបាទចំណុចដែលត្រឹមត្រូវគឺវៀតណាមសំណួរទី25តើប្រទេសណាក្នុងសហភាពអឺរ៉ុបដែលប្រកាសទទួលយកជនភៀសខ្លួនជួបវិបត្តិសង្គ្រាមនៅប្រឆាំងបូព៌ាច្រើនជាងគេអញ្ចឹងមានកអាល្លឺម៉ង់ខបារាំងកអង់គ្លេសនិងខអ៊ីតាលីចំណុចដែលត្រឹមត្រូវគឺអាល្លឺម៉ង់ចូលដល់សំណួរទី26គណៈបព្វជិតក្នុងព្រះពុទ្ធសាសនានៅកម្ពុជាក្នុងសម័យបច្ចុប្បន្នមានកធម្មយុត្តនិកាយខមហានិកាយកមហាយានហឺនយានខមហានិកាយនិងធម្មយុត្តនិកាយបាទចំណុចដែលត្រឹមត្រូវគឺចំណុចខមហានិកាយនិងធម្មយុត្តនិកាយចំណែកឯសំណួរទី27វិស័យដែលមានទំហំធំជាងគេក្នុងសេដ្ឋកិច្ចកម្ពុជាគឺកវិស័យកសិកម្មខឧស្សាហកម្មនិងកសេវាកម្មខពាណិជ្ជកម្មចម្លើយដែលត្រឹមត្រូវសម្រាប់សំណួរនេះគឺចម្លើយកកសិកម្មបាទអញ្ចឹងយើងបន្តចូលដល់សំណួរទី28បាទសំណួរទី28បានសួរថាតើប្រតិវត្តប្រចាំខែដែលត្រូវជាប់ពន្ធគិតចាប់ពីប្រមាណបាទក50,000រៀលខ80,000 1រៀលក1លានរៀលខ70,000រៀលចំណុចដែលត្រឹមត្រូវគឺ80,000 1រៀល
ចូលដល់សំណួរទី29តើប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានចុងក្រោយនៅឆ្នាំណាមានក 2011 ខ 2012 ក 2013 ខ 2018 ចឹងចម្លើយខជាចម្លើយត្រឹមត្រូវចូលដល់សំណួរទី30ដែលជាសំណួរចុងក្រោយនៃវីដេអូមួយនេះគឺសួរថាតើប្រភពចំណូលដែលធំជាងគេនៃថវិកាជាតិកម្ពុជាបានមកពីណាកចំណូលពន្ធក្នុងស្រុកខចំណូលពន្ធគយកចំណូលមិនមែនសារពើពន្ធខហេរញ្ញប្បទានក្រៅប្រទេសបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយកចំណូលពន្ធក្នុងស្រុកបាទអញ្ចឹងសម្រាប់វីដេអូនេះយើងបានឈានចូលមកដល់ទីបញ្ចប់បាទត្រឹមសំណួរទី30បាទឥឡូវយើងមកដល់ទីបញ្ចប់ត្រឹមសំណួរ30សិនយើងនឹងបន្តសំណួរពី31តទៅទៀតនៅវីដេអូក្រោយបាទសូមអ្នកទាំងអស់គ្នាជួយចុច like page និង subscribe channel ដើម្បីទទួលបាននូវវីដេអូថ្មីទៀតបាទសូមអរគុណសូមជម្រាបលា